នេះគឺជាដំណើរការនៃខ្សែសង្វាក់ផលិតក្រដាសប្រាក់ដុល្លារដោយប្រើម៉ាស៊ីនបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់និងរូបធាតុផ្សំសំខាន់ៗដើម្បីផលិតសាច់ប្រាក់ដែលចរាចរជំវិញទូទាំងពិភពលោកដំបូងបុគ្គលិកបានយកសម្លេកកបាសយកទៅផលិតជាក្រដាសដោយមិនមែនប្រើរូបធាតុផ្សំទូទៅដែលជាក្រដាសដែលយើងប្រើប្រាស់ប្រចាំថ្ងៃនោះទេគឺជាក្រដាសពិសេសម្យ៉ាងដែលអាចធន់នឹងការបត់បែននិងធន់នឹងទឹកពុម្ពដែលត្រូវបោះត្រាលើសន្លឹកក្រដាសប្រាក់នោះផលិតឡើងដោយសន្លឹកដែកដែលរចនាដោយវិស្វករជំនាញនិងមិនអាចមានអ្នកណាក្លែងបន្លំបាននោះទេដោយសន្លឹកសាច់ប្រាក់មានសភាពគ្រើមប្រៀបដូចស្នាមក្រយ៉ាដៃរបស់មនុស្សហើយគ្រប់ចំណុចតូចៗទាំងអស់គឺត្រូវដាប់ដោយវិស្វករដោយដៃទាំងអស់ចំណែកឯទឹកថ្នាំដែលត្រូវយកមកផលិតក៏ត្រូវជាទឹកថ្នាំដែលពិសេសម្យ៉ាងដែលមិននឹងរលប់ក៏ដូចជាហាពណ៌មានសភាពភ្លឺរលោងងាយស្រួលនៅក្នុងការចំណាំចំណុចពិសេសមួយទៀតគឺគេបានបង្កប់ផ្លាស្ទិកដែលធ្វើជាសៀល 3D ផុសនៅលើសន្លឹកប្រាក់ងាយស្រួលឲ្យប្រជាជនទូទាំងពិភពលោកបែងចែករវាងក្រដាសប្រាក់ពិតនិងคล้ายៗដែលយើងតែងតែឃើញសន្លឹកផ្លាស្ទិកមួយឆ្នោតផុសនៅលើក្រដាសប្រាក់បន្ទាប់មកគេបានយកទៅបោះពុម្ពលើសន្លឹកក្រដាសជាផ្ទាំងធំៗហើយមានបុគ្គលិកជំនាញចាំត្រួតពិនិត្យសង្កេតមើលថាមានចំណុចខ្វះខាតមានទឹកថ្នាំកន្លែងណាដែលមិនច្បាស់ឬមួយក៏ស្លេកឬក៏មានលក្ខណៈមិនប្រក្រតីកន្លែងណាមួយគេនឹងដកក្រដាសប្រាក់នោះយកទៅកន្ទេចចោលភ្លាមដោយមិនឲ្យចរាចរទៅខាងក្រៅនោះឡើយបន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់ហើយពួកគេបានកាត់ក្រដាសប្រាក់និងវេចខ្ចប់ជាដុំដើម្បីយកទៅស្តុកទុកនៅធនាគារកណ្ដាលនិងបន្តចរាចរនៅជុំវិញពិភពលោកទាំងមូលហើយលុយនេះក៏បានមកដល់ដៃរបស់យើងដើម្បីចាយផងដែរ